បងប្រុសទាំងពីរនាក់ដែលជាកីឡាករប្រណាំងម៉ូតូដែលជាម៉ូតូអាត្រៃម៉ូតូហោះហ្នឹងបាទពួកគាត់សិតតែជាកីឡាករជាប់លេខ1ទាំងអស់ឥឡូវគាត់មកពឹងពាក់ឲ្យខ្ញុំជួយផ្សព្វផ្សាយដោយសារតែរឿងរ៉ាវមួយគឺគាត់បានលក់ម៉ូតូបានន័យថាគាត់ប្រហោះលក់ម៉ូតូនៅតាមបណ្ដាញសង្គមណានៅពេលដែលគាត់ប្រហោះលក់ម៉ូតូនៅតាមបណ្ដាញសង្គមក៏មានជនម្នាក់បានឆាតមកទិញម៉ូតូគាត់ហើយក៏បានមកទិញម៉ូតូគាត់ដល់ផ្ទះតែម្ដងនៅពេលដែលមកទិញម៉ូតូរបស់គាត់ដល់ផ្ទះសុំឡើងជិះសាកម៉ូតូរបស់គាត់បាទដែលជាប្រភេទម៉ូតូអាត្រៃ KTM ហ្នឹងដែលមានតម្លៃប្រហែល4ទៅ$5,000បាទគឺបានខ្ចីសាកម៉ូតូគាត់បាទដោយគាត់អត់បានចាប់អារម្មណ៍ក៏ដូចជាគាត់មិនមែនអ្នករស់ស៊ីម៉ូតូផងបាទហើយក៏គាត់អត់ចាប់អារម្មណ៍គាត់ធ្វេសប្រហែសតែមួយផ្លែតក៏ជន់សង្ស័យដែលពាក់អាវនេះបងប្អូនបានឃើញកាមេរ៉ាដែលថតពីឡានណាបាទនេះជន់សង្ស័យហ្នឹងបានធ្វើសកម្មភាពឡើងជិះម៉ូតូរបស់គាត់ហើយសាកម៉ូតូហ្នឹងក៏ជិះទៅបាត់តែម្ដងតុំមកមើលម៉ូតូហើយដំបូងឡើយគឺមាន account Facebook មួយដែលបានបង្ហាញនៅលើអេក្រង់ហ្នឹងឆាតមកខ្ញុំតាម social media បន្ទាប់មកគាត់ណាត់ខ្ញុំជួបបន្ទាប់មកគាត់សុំលេខទូរស័ព្ទខ្ញុំមាន Telegram មួយទៀតឆាតមកខ្ញុំទៀតឈ្មោះអី account ដែលឆាតមកបងឯងនោះបងឈ្មោះសុខុមធីរ៉ាហ្នឹងបងបាទហើយនៅក្នុង Telegram ឈ្មោះ CID ប៉ុន្តែអត់មានបញ្ជាក់លេខទូរស័ព្ទទេហើយយើង search មើលទៅក៏អត់មានគេហៅថាព័ត៌មានដែរបាទប៉ុន្តែជាក់ស្ដែងនៅពេលដែលមកធ្វើសកម្មភាពដូចថាសុំសាកបាទបន្ទាប់មកសាកហើយគឺទៅតែម្ដងបាទទៅតែម្ដងឆ្លៀតពេលដែលយើងភ្លេចខ្លួនដែរពេលហ្នឹងគឺយើងធ្វើប្រហែសភ្លេចខ្លួនទៅហើយបន្ទាប់មកគឺ account Facebook ហ្នឹងគឺចាប់ផ្ដើមលុបរូប profile ភ្លាមថ្នាំដុសធ្មេញយិនសិនម៉ាក់អ៊ីគឺកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ20,000រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែក៏ជន់សង្ស័យដែលពាក់អាវនេះបងប្អូនបានឃើញកាមេរ៉ាដែលថតពីឡានណាបាទនេះជន់សង្ស័យហ្នឹងបានធ្វើសកម្មភាពឡើងជិះម៉ូតូរបស់គាត់ហើយសាកម៉ូតូហ្នឹងក៏ជិះទៅបាត់តែម្ដងបងប្អូនដែលកើតឡើងនៅក្នុងសង្កាត់ក្មួយខណ្ឌសែនសុខបាទហើយជនរងគ្រោះនៅពេលនេះដែលគាត់ជាម្ចាស់ម៉ូតូគាត់បានទៅដាក់ពាក្យបណ្ដឹងដែលបងប្រុសសិតតែជាកីឡាករបាទគាត់ជាកីឡាករលេខ1ទៀតណាបងប្អូនសិតតែជាកីឡាករប្រណាំងម៉ូតូហោះដែលជាប្រភេទម៉ូតូអាត្រៃណាឥឡូវយើងមកជួបគាត់ឲ្យដឹងលម្អិតថាយ៉ាងម៉េចបងបានជួបបាទអត់បានដេកមកយប់2ថ្ងៃឯងបងប្អូនបើយើងនិយាយគាត់ប្រាប់ហេតុការណ៍មកខ្ញុំណាដោយមានបុគ្គលឆាតមកទិញម៉ូតូដោយសារតែគាត់បរោះម៉ូតូហ្នឹងគឺគាត់លក់ដើម្បីគាត់ដូរស៊េរីម៉ូតូទេបាទតែអ្វីដែលជារឿងដែលគាត់គួរឲ្យសោយនោះគឺគាត់ជួបជាមួយនឹងជនសង្ស័យគ្រាន់តែឲ្យឡើងជិះម៉ូតូសាកជិះម៉ូតូយកទៅបាត់តែម្ដងលួចយកម៉ូតូគាត់ទៅបាត់តែម្ដងគាត់មានទាំង account Facebook គាត់មានទាំងឈ្មោះមានទាំងរូបគឺច្បាស់ 100% អ្នកដែលមកលួចសម្រាប់អ្នកមានបញ្ហាសុខភាពដូចជាលើកជាស្គរលើកជាខ្លាញ់លើកជាអាស៊ីតឬក៏លើកឈាមនិងមានបញ្ហាឈឺសន្លាក់ឈឺចុករយតាមសាច់ដុំក្រហាយបាតជើងសកៀបាតជើងពិបាកក្នុងការគេងឥឡូវគឺខ្ញុំសូមណែនាំជាមួយនឹងកៅអីបាត់ជើង50ដែលវាមានប្រសិទ្ធភាពខ្ពស់ខ្លាំងមែនទែនក្នុងការបឺតយកស្រូបជាតិពុលនៅក្នុងរាងកាយរបស់យើងកំឡុងពេលគេងថែមទាំងបង្កើនភាពស៊ាំបង្កើនចរន្តឈាមនិងថែមទាំងជួយបំបាត់បញ្ហាឈឺចុកចាក់ទឹករយហើយបើសម្រាប់ការប្រើប្រាស់វិញគឺងាយស្រួលមែនទែនបងអង្គពុំវិញលោកតាយាយគ្រាន់តែបិទនៅលើបាតជើងមុនចូលគេងហើយស្អែកក៏លំនៅនៅពីគេងយើងបកចឹងគឺមានអារម្មណ៍ថាធូរស្រាលស្រស់ស្រាយតាំងពីបកប្រែលើដំបូងហ្នឹងមកអញ្ចឹងបងអង្គពុំវិញអាចរកទិញបាននៅលើទីផ្សារទូទាំង25ខេត្តក្រុងឬក៏អាចតំណតាម page ឬក៏ Telegram ដែលមាននៅក្នុងវីដេអូនេះបានម៉ូតូគាត់នៅពេលដែលជិះសាហើយលួចយកទៅបាត់តែម្ដងឥឡូវយើងចង់ដឹងបងជួយបញ្ជាក់តិចមកថ្ងៃដែលកាត់ហេតុហ្នឹងបងបរោះលក់ម៉ូតូយ៉ាងម៉េចហើយជនសង្ស័យដែលមកបន្លំខ្ចីម៉ូតូបងឯងសាកដែលមកចង់មកទិញហ្នឹងគឺជិះយកទៅយ៉ាងម៉េចបងជួយបញ្ជាក់ឲ្យមហាជនបានដឹងដើម្បីជាសារមួយផងដែរព្រោះរឿងនេះមិនមែនមានតែរឿងតែបងឯងទេវាមានច្រើនចំពោះអ្នកដែលគាត់មិនមែនជាអ្នករស់ស៊ីម៉ូតូគាត់លក់នៅតាមបណ្ដាញអនឡាញអញ្ចឹងណាមានអ្នកមកខ្ចីជិះសាកអញ្ចឹងក៏ជិះយកទៅបាត់ដោយបងឯងដែរវាមានច្រើនបងអញ្ចឹងបងអាចជួយជម្រាបតិចមកថ្ងៃដែលបងបរោះលក់ម៉ូតូហ្នឹងថ្ងៃណាបងបាទខ្ញុំបរោះលក់ម៉ូតូហ្នឹងមករយៈឲ្យបងប៉ុន្តែថ្ងៃកើតហេតុគឺថ្ងៃ4បាទម្សិលមិញម៉ោងប្រហែលស្មើនេះម៉ោង7ជាងហ្នឹងគឺគេមកជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1,000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាតុំមកមើលម៉ូតូហើយដំបូងឡើយគឺមាន account Facebook មួយដែលបានបង្ហាញនៅលើអេក្រង់ហ្នឹងគាត់ឆាតមកខ្ញុំតាមsocial media បន្ទាប់មកគាត់ណាត់ខ្ញុំជួបបន្ទាប់មក
គាត់សុំលេខទូរស័ព្ទខ្ញុំមាន Telegram មួយទៀតឆាតមកខ្ញុំទៀត ឈ្មោះអី account នៃឆាតបងឯនោះបង ឈ្មោះសកុមធីរ៉ា សង្គមធីរ៉ាហ្នឹង បាទបាទ បាទ ហើយនៅក្នុង Telegram ឈ្មោះ CID ប៉ុន្តែអត់មានបញ្ជាក់លេខទូរស័ព្ទទេហើយយើង search មើលទៅក៏អត់មានគេហៅថាព័ត៌មានដែរ បាទប៉ុន្តែជាក់ស្ដែងនៅពេលដែលមកធ្វើសកម្មភាពដូចថាសុំសាក បាទ បន្ទាប់មកសាកហើយគឺទៅតែម្ដង បាទទៅតែម្ដងឆ្លៀតពេលដែលយើងភ្លេចខ្លួនដែរពេលហ្នឹងគឺយើងធ្វើប្រហែសភ្លេចខ្លួនទៅហើយបន្ទាប់មកគឺ account Facebook ហ្នឹងគឺចាប់ផ្ដើមលុបរូប profile ភ្លាម អូសង្គមធីរ៉ាហ្នឹងគឺបានលុប profile ខ្លួនឯង បាទ តែម្ដងដោយសារតែគាត់ដំបងបកគល account ហ្នឹងបកគលដែលមានឈ្មោះសង្គមធីរ៉ាហ្នឹងគឺបានឆាតមកសុំ ចរចាមកមើលម៉ូតូមកមើលអីបងអីចឹងទៅ បាទ អូអញ្ចឹងបងបញ្ជាក់ម្ដងទៀតម៉ូតូបងមកអីដែរបង ម៉ាក KTM បាទ បងអីគេដែរបង ពណ៌ទឹកក្រូចលីស ជាប្រភេទម៉ូតូប៉ុណ្ណាំងហោះហ្នឹងមែនបង បាទប្រភេទម៉ូតូប៉ុណ្ណឹងនៅក្នុងទីលានមិនមែនជិះតាមចេះទេពួកខ្ញុំសូមបញ្ជាក់តិចពួកខ្ញុំជាកីឡាករគេហៅថាអាជីពហើយយើងមានស្តង់ដារ បាទ អញ្ចឹងយើងអត់ជិះប្រសិទ្ធប្រសាយតាមផ្លូវទេយើងលេងតែកីឡាក្នុងទីលានប្រណាំងបែបលក្ខណៈមានវិជ្ជាជីវៈ បាទបង បាទហើយពួកខ្ញុំសុទ្ធតែជាអាជីពដែលទទួលបានជ័យលាភី បាទច្រើនដងគាត់នេះច្រើនឆ្នាំហើយ10ឆ្នាំជាងអញ្ចឹងបន្ទាប់ពីថ្ងៃកើតហេតុមកគឺខ្ញុំនៅក្នុង Facebook ហ្នឹងគឺបានបង្ហោះថាមានគេ hack Facebook គាត់សុខុមធីរ៉ាហ្នឹងបាទមានគេ hack Facebook គាត់មិនទទួលខុសត្រូវប៉ុន្តែបន្ទាប់មកគឺតាក់ទងលេងបានហ្មងគឺ Facebook ហ្នឹងគឺ delete ចោលតែម្ដង បានន័យថា បាទ លួចយកម៉ូតូបានទៅមួយគ្រឿងហើយបង្ហោះ Facebook ថា Facebook ហ្នឹងត្រូវបានគេ hack អត់ទទួលខុសត្រូវ បាទហើយ Telegram ដែលតាក់ទងមកខ្ញុំនឹងទៀតតាក់ទងលេងបានដែរប ិទចោលតែម្ដ បិទ ង ចោលហើយមានរូបគ្នាគាត់ដែលខ្ញុំមើលនៅក្នុងនោះខ្ញុំសម្គាល់អត្តសញ្ញាណបានគាត់លុបវីដេអូគ្នាគាត់ហ្នឹងនៅក្នុង Telegram ហ្នឹងអា story Telegram ហ្នឹងគាត់លុបទៀតបាទហើយអ្នកដែលមកមើលហ្នឹងគេមានគេហៅថាយុទ្ធសាស្ត្រមួយគឺគេមាន2តង់អ្នកគេដើរតួជាអ្នកទិញនឹងមួយតង់ប៉ុន្តែអ្នកមកយកម៉ូតូហ្នឹងគឺដើរតួជាអ្នកមកមើលជំនួសគេមកមើលជំនួសទិញជំនួស មានអា បាទ ស្ទាយរៀបគម្រោង ប៉ុន្តែ Facebook ហើយនឹងអ្នកមកហ្នឹងគឺសុខុមធីរ៉ាហ្នឹងតែម្ដង តែម្ដង បាទ ច្បាស់តែម្ដងបងដោយសារតែមើលតាមកាមេរ៉ាបងខ្ញុំឃើញកាមេរ៉ានៅពេលដែលឡានគាត់ម៉ូតូហ្នឹងណាម៉ូតូត្រៃនេះចេញទៅមកនេះបង បាទឃើញ អញ្ចឹងបានន័យថាបុគ្គលដែលមានឈ្មោះសង្គមធីរ៉ាហើយនឹងអ្នកមកយកម៉ូតូហ្នឹងគឺមនុស្សតែមួយ បាទ អូមនុស្សតែមួយ 90% យើងមើលទៅបើទោះជាព្រាលយ៉ាងម៉េចយើងមើលទៅ 90% បងណាបាទព្រោះអាហ្នឹងអញ្ចឹងហើយ ឥឡូវនេះបងមានអីជាការសនំពរពីព្រោះម៉ូតូនេះគឺអត់ពិបាកទេដោយសារតែម៉ូតូហ្នឹងមិនសូវជាមានច្រើនទេ បាទ មិនសូវជាមានច្រើនហើយក៏មិនអាចយកទៅលក់កន្លែងណាបានច្រើនដែរដោយសារតែបងមានលេខតួលេខម៉ាស៊ីនលេខអីច្បាស់លាស់មែនទេបង បាទអញ្ចឹងបងបានដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចហើយនៅបង បាទខ្ញុំដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ក្មួយ បាទបន្ទាប់មកក៏ខ្ញុំបានរាយការណ៍តាមបណ្ដាញផ្សេងៗដែលជាតំណែងតំណងរបស់ខ្ញុំ ហើយព្រមទាំងគេហៅថាតាក់ទងទៅគ្រួសាររោប contact គ្រួសារបានហើយខ្ញុំចង់ប្រាប់ថារត់អត់រួចទេបាទមាន contact គ្រួសារក្នុងដៃហើយ គ្រួសារគាត់ប្រាប់ថាយ៉ាងម៉េចបង គ្រួសារគាត់ក៏អះអាងដែរថាកូនគាត់នឹង ធ្លាប់មានអញ្ចឹង ធ្លាប់អញ្ចឹងកែលែងបានហើយនិយាយលែងបានហើយ អូ បាទ អញ្ចឹងបានន័យថាបុគ្គលម្នាក់នេះរៀបគេហៅថាឆាតមកទិញបងឯងមកមើលបងឯងលួចយកម៉ូតូបងឯងហើយធ្វើ style បង្ហោះថាគេ hack account ដល់ពេលបងឯងបានកតិចយីបងឯងបកែដែរណាបានកតិចគ្រួសារទៀតតាក់ទងទៅក្រុមគ្រួសារគាត់ប្រាប់មកទាំងអស់អញ្ចឹងហ្មងបង បាទបងបាទ ចុះឥឡូវមានអ្វីជាការសនំពរកុំឲ្យបងប្អូនមានការចាញ់បោកឬមួយក៏ឲ្យបងប្អូនណាបើសិនជាបានឃើញភិនភាគម៉ូតូពីព្រោះខ្ញុំគិតថាម៉ូតូអាត្រៃដែលបងលក់ហ្នឹងជាប្រភេទម៉ូតូកា KTM ហ្នឹងគឺมันអាចយកទៅជិះលៀតអញញ៉ៃឬមួយក៏គ្រាន់តែជិះក៏គេដឹងដែរមែនទេបងមានអីជាការសនំពរបងប្អូនជាប្រវត្តិឬមួយក៏អ្នកដែលគាត់បានប្រទះឃើញអាចផ្ដល់ព័ត៌មានជូនបងឬមួយក៏អាចផ្ដល់ព័ត៌មានជូនសមាជិក បាទសំណុំពរដល់បងប្អូនប្រជាពលរដ្ឋបើសិនជាបានប្រទះឃើញជួយខាត់ខ្លួន បាទ ជួយខាត់ខ្លួនជូនមកខាងខ្ញុំនឹងមានសគុណជូន
ទី1បាទទី2សូមប្រុងប្រយ័ត្នដូចគ្នានេះជាមេរៀនអញ្ចឹងជាមេរៀនជម្រាបជូនដល់ទៅបងប្អូនប្រជាពលរដ្ឋជ្រាបជាដំណឹងឲ្យបានប្រយ័ត្នប្រយែងដូចគ្នាពិបាកទុកចិត្តបាទកុំឲ្យជួបប្រទះក្នុងករណីដូចខ្ញុំហើយនឹងទី3សូមផ្ដាំទៅជនសង្ស័យដែរបាទបើសិនជាបានឃើញព័ត៌មានបាទចូលមកប្រកល់ខ្លួនអាហ្នឹងគឺយើងអាចស្រាលអាចដោះស្រាយគ្នាបានបាទអញ្ចឹងនេះគឺជាការសំណូមពររបស់បងបាទហើយម៉ូតូបងបញ្ជាក់ម្ដងទៀតជាប្រភេទម៉ូតូ KTM ពណ៌អីបងពណ៌ទឹកក្រូចលាយសបាទកម្លាំង250គឺជាប្រភេទអត់មានចង្គៀងទេបាទម៉ូតូក្រោះបាទសម្រាប់ហោះក្នុងទីលានគឺប៉ុណ្ណឹងទេបាទអត់មានជិះតាមផ្លូវជាតិទេបាទប៉ុន្តែជនជាប់ចោតហ្នឹងគឺគាត់លួចទៅគាត់ជិះចឹងទៅហើយវាសលេងតាមផ្លូវចឹងទៅបានន័យថាគាត់ចេះជិះច្បាស់ដែរមើលទៅបងខ្ញុំអត់ហ៊ានសន្និដ្ឋានដែរបាទព្រោះយើងអត់បានដឹងថាគេជិះជាទូទៅយ៉ាងម៉េចទេព្រោះឃើញតែមួយផ្លែតចឹងណាបាទអរគុណច្រើនបងបាទអត់ពិបាកទេបងប្អូនដោយសារតែម៉ូតូ KTM ដែលជាប្រភេទម៉ូតូប្រណាំងនេះគឺជាប្រភេទម៉ូតូត្រៃបងប្អូនបាទគឺជាប្រភេទម៉ូតូត្រៃហើយដែលមានពណ៌ទឹកក្រូចលាយសបងប្អូនគឺម៉ូតូនឹងអត់សូវមានទេបានន័យថាមានតែអ្នកសម្រាប់បងដែលជាកីឡាករអាជីពឬមួយក៏គាត់ជិះលេងព្រៃឬមួយក៏អូសរ៉ូតព្រៃអ្នកដែលចូលចិត្តជាលក្ខណៈ adventure ដើរលេងជាលក្ខណៈជាក្រុមណាបានគាត់មានអញ្ចឹងម៉ូតូនេះមិនអាចយកទៅលក់ទីតាំងណាតែផ្ដេសបានទេបាទអញ្ចឹងបងប្អូនបានឃើញបានទទួលគីឡូជនសង្ស័យនឹងយកទៅលក់ឬមួយក៏យកទៅដាក់កន្លែងណាបាទមេត្តាផ្ដល់ព័ត៌មានជូនបងប្រុសដែលគាត់ជាម្ចាស់ម៉ូតូបាទគាត់នឹងមានសគុណជូនទៀតបាទអញ្ចឹងបងប្អូនជួយចែករំលែកព័ត៌មាននេះផងហើយសូមផ្ដាំទៅដល់ជនសង្ស័យបើឃើញព័ត៌មាននេះមេត្តាយកមកឲ្យបងប្រុសវិញអាចនិយាយចរចាគ្នាឬមួយក៏អាចមានសន្តិវិធីមួយដែលសមស្របល្អមួយបាទយើងកុំមកធ្វើទង្វើអញ្ចឹងមកលួចរបស់គេស្រស់តែម្ដងណាគេឲ្យយើងសាកបាទរឿងហ្នឹងមិនមែនមានតែមួយទេបងប្អូនវាមានច្រើនអាថ្ងៃមុនហ្នឹងខ្ញុំផ្សាយរឿងប្អូនស្រីគាត់ទិញម៉ូតូដូចបងអញ្ចឹងដែរណាចៃម៉ូតូគេគ្រាន់តែសាកទៅឡើងជិះម៉ូតូគេទៅបាត់អាហ្នឹងវាធ្លាប់មានកើតមានក៏ប៉ុន្តែវាអត់មានដោយសារតែអត់ធ្លាប់មានហ្នឹងគឺដោយសារតែជាមនុស្សស្អីបាទឥឡូវនេះមានបងប្រុសដែលជាកីឡាករបាទពួកគាត់សិតតែអាជីពអ្នកមានបទពិសោធន៍ច្រើនឆ្នាំមិនក្រោម10ឆ្នាំទេហើយសិតតែជាកីឡាករដែលទទួលបានពានរង្វាន់លេខ1ទៀតបងប្អូនបាទអញ្ចឹងបងប្អូនកុំភ្លេចជួយចែករំលែកព័ត៌មាននេះផងបាទដោយសារតែគាត់បានមកពឹងពាក់ខ្ញុំដែលជាអ្នកសារព័ត៌មានផ្សព្វផ្សាយទៅបងប្អូនមហាជនបានឃើញមុខបុគ្គលជនសង្ស័យដែលមានឈ្មោះនៅក្នុង Facebook ម្ដងទៀតបងសុំឈ្មោះម្ដងទៀតសុខុមធីរ៉ាបាទដែលមានឈ្មោះនៅក្នុងបណ្ដាញសង្គម Facebook ហើយខ្ញុំក៏ធ្វើការដាក់ឈ្មោះដោយសារតែបងគាត់បានដាក់ពាក្យបណ្ដឹងទៅលើបុគ្គលនឹងហើយបាទអញ្ចឹងបុគ្គលនេះគួរតែចូលខ្លួនមកដោះស្រាយជាមួយគាត់បើសិនជាបដិសេធថាមិនមែនខ្លួនក៏ត្រូវតែចូលមកដោះស្រាយជាមួយបើសិនបងឯងតាំងខ្លួនថាស្អាតស្អំបាទចូលខ្លួនមកដោះស្រាយយើងនិយាយគ្នាបាទយើងនឹងបកស្រាយជូនថាគាត់ពិតជាស្អាតស្អំមែនបើសិនជានៅក្នុងរូបនឹងមិនមែនគាត់អញ្ចឹងបងប្អូននេះគឺជាការបញ្ជាក់របស់បងប្រុសដែលគាត់ជាម្ចាស់ម៉ូតូហើយក៏គាត់ជួបរឿងដែលគេហៅថាអត់បានគេងអត់បានអីដោយសារតែបងប្អូននឹងស្រាប់ហើយម៉ូតូថ្លៃដែរអញ្ចឹងក៏គាត់មានការបារម្ភមែនតើអញ្ចឹងសូមបងប្អូនជួយចែករំលែកបាទអរគុណខ្ញុំផ្សព្វផ្សាយព័ត៌មាននេះគឺជាព័ត៌មានដែលគាត់ពឹងពាក់ក៏ដូចជាការបាត់ម៉ូតូដោយសារតែត្រូវបានជនសង្ស័យបានឡើងជិះម៉ូតូសាកហើយក៏ជិះម៉ូតូនឹងយកទៅបាត់តែម្ដងបាទអរគុណនេះគឺជាព័ត៌មានមួយសូមបងប្អូនជួយចែករំលែកបាទសូមអរគុណខ្ញុំបាទសវណ្ណធិនក៏ដូចជាបងប្រុសយើងសូមបញ្ចប់ព័ត៌មានត្រឹមនេះសូមអរគុណសូមគោរពលាបាទថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិស៊ីនវ៉ៃយូធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាសម្រាប់អ្នកមានបញ្ហាសុខភាពដូចជាលើសជាតិស្ករលើសជាតិខ្លាញ់លើសជាតិអាស៊ីតឬក៏លើសឈាមនិងមានបញ្ហាឈឺសន្លាក់ឈឺចុកប្រួយតាមសាច់ដុំក្រហាយបាតជើងសគាបាតជើងពិបាកក្នុងការគេងឥឡូវគឺខ្ញុំសូមណែនាំជាមួយនឹងកាអ៊ីបបាត់ជើង50ដែលវាមានប្រសិទ្ធភាពខ្ពស់ខ្លាំងមែនទែនក្នុងការបឺតយកស្រូបជាតិពុលនៅក្នុងរាងកាយរបស់យើងកំឡុងពេលគេថែមទាំងបង្កើនភាពស៊ាំបង្កើនចរន្តឈាមនិងថែមទាំងជួយបំបត្តិបញ្ហាឈឺចុកចាប់ទឹកប្រួយហើយបើសម្រាប់ការប្រើប្រាស់វិញគឺងាយស្រួលមែនទែនបងអង្គុំវិញលោកតាយាយគ្រាន់តែបិទនៅលើបាតជើងមុនចូលគេងហើយស្អែកក៏លំនៅពីគេយើងបកចេញគឺមានអារម្មណ៍ថាធូរស្រាលស្រស់ស្រាយតាំងពីបកប្រែលើដំបូងហ្នឹងហ្មងអញ្ចឹងបងអង្គុំវិញអាចរកទិញបាន
នៅលើទីផ្សារទូទាំង25ខេត្តក្រុងឬក៏អាចតំណតាម page ឬក៏ Telegram ដែលមាននៅក្នុងវីដេអូនេះបាន